សុភមេសតោវរៈមង្គលាចយេតេរៃព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2568ព្រះវស្សាត្រឹមថ្ងៃអាទិត្យពេញបរមីនៃខែពិសាលុះដល់ថ្ងៃច័ន្ទមួយរោចខែពិសាឆ្នាំម្សាញ់សពស័កតទៅចូលព្រះពុទ្ធសករាជ2569ថ្ងៃនេះជាវេលាដែលទេវតាឆ្នាំថ្មីត្រូវយាងមកទទួលតំណែងគ្រប់គ្រងថែរក្សាមនុស្សលោកបន្តវេនពីទេវតាឆ្នាំចាស់ទេវតាទាំងឡាយបានមកជួបជុំគ្នាមូលនិធិដាស់រងចាំអបអរព្រះរាជពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មីព្រះនាមកោរិកទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មដែលនឹងយាងចូលមកនៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសា គ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីទៀតភ្លឺទេវតាឆ្នាំថ្មី
ព្រះនាងវេរយៈទេវីជាបុត្រីទី2នៃក្របាលបាព្រំបានជាចូលមកដល់ហើយ ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំម្ចាស់បងល្អហើយម្ចាស់អូនសូមក្រាបថ្វាយបង្គំព្រះនាងអរព្រះគុណព្រះនាងសូមក្រាបថ្វាយបង្គំព្រះនាងអរព្រះគុណព្រះនាងម្ចាស់អូនអស់រយៈកាលកន្លងផុតទៅក្រោមការថែរក្សានិងគ្រប់គ្រងភពផែនដីរបស់ម្ចាស់អូនតើប្រជានុរាស្ត្រទាំងអស់ទោះនៅមានសុខទុក្ខយ៉ាងណាដល់ទៅម្ចាស់អូនម្ចាស់បងដោយអំណាចនៃការកសាងសង្គមជាតិប្រជានុរាស្ត្រទាំងអស់រស់នៅបានសុខក្សេមក្សាន្តមានសាមគ្គីភាពយ៉ាងជិតស្និទ្ធសម្បូរសប្បាយទាំងការហូបចុកទាំងការស្លៀកពាក់សមរម្យទៅតាមប្រពៃណីជាតិជាពិសេសជាតិមាតុភូមិពិតជាមានការរីកចម្រើនទៅមុខជាលំដាប់គួរជាទីគប់ប្រសាណាម្ចាស់បង